ខុសត្រូវលើខ្លួនឯងណាអ្វីក៏គេមិនអាចចាមកឆក់ឬក៏ប្លន់យើងបានដែរឃើញទេយើងដែរយើងមានប្លង់ត្រឹមត្រូវយើងមិនដែរជាពាក់គេមកឆក់ប្លន់ដីយើងហើយបើគេចង់បានឲ្យយកទៅបើតែគេមកយើងគ្មានសិទ្ធតវ៉ាយើងគ្មានសិទ្ធដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងណាច្បាប់បច្ចុប្បន្ននេះណាបើគេចង់យកឲ្យតវ៉ាដូចអត់តវ៉ាចឹងគ្មានសិទ្ធតវ៉ាហើយបើតវ៉ាដាក់ពាក្យប្តឹងណាមិនបាច់មានសង្ឃឹមថាបានលទ្ធផលទេព្រោះអ្នកធ្វើការអ្នកប្តឹងច្រើនណាមិនថាផ្នែកដីធ្លីឬក៏ផ្នែកចាប្តឹងការស្អីផ្សេងព្យួរចោលច្រើនណាស់អ្នកខ្លះរាប់ឆ្នាំមិនទាន់បានយុត្តិធម៌មកផងនេះហើយចឹងមិនថាខ្ញុំប្រាប់ថាបាច់ទៅប្រឹងនាំតែពេលខ្លះខ្ញុំពេលខ្លះអាចអារម្មណ៍របស់ខ្ញុំមួយបងប្អូនខ្ញុំគិតថារាប់ខែរាប់ឆ្នាំមិនទាន់បានទទួលចម្លើយឲ្យទៅដល់តុលាការត្រូវទៅអស់លុយទៅដល់តុលាការអស់លុយហើយយើងទៅអស់លុយរហូតហ្នឹងចាហើយការប្តឹងផ្ដាល់នីមួយបងប្អូនហើយដែលអស់លុយតិចឯងខាងភាគពីរទាំងភាគីទាំងសងខាងហ្នឹងត្រូវអស់លុយទាំងពីរហើយมันប្រកាសថាក្តីហ្នឹងបានជោគជ័យក្នុងរយៈពេលខ្លីទៀតយើងមើលតាអីអង្គញាឌួងឆាយប្រហែលឆ្នាំហើយការមួយប្រពន្ធថ្មីឡើងប្រហែលឆ្នាំតែបានតែបានកាត់ក្តីបានជាថាពឥឡូវហ្នឹងថ្នាក់សិតតែអង្គញាផងចុះយើងត្រឹមរាសាមញ្ញអត់ថារឿងច្បាប់នេះមួយវាផ្សេងតែអារឿងដីធ្លីទ្រព្យសម្បត្តិដែលយើងរស់នៅហ្នឹងវាផ្សឹងចាពេលខ្លះវាមានថ្នាក់ជាន់ខ្ពស់គាត់មានកន្លែងវិជ្ជមាននិងកន្លែងអវិជ្ជមានវាអត់មាន perfect បានគ្រប់រឿងទេចឹងហើយបានខ្ញុំប្រាប់បងប្អូនថាកន្លែងដែលវិជ្ជមាននោះពេលឃើញប្រជាពលរដ្ឋគ្មានដីនៅចាគាត់ផ្ដល់ដីឲ្យរស់នៅធ្វើផ្ទះនៅរយៈពេលប្រហែលឆ្នាំហ្នឹងអាហ្នឹងគឺជាថ្នាក់ដឹកនាំដែលយល់ពីប្រជាពលរដ្ឋរបស់ខ្លួនហើយមុននឹងយើងដាក់ច្បាប់នឹងទៅឲ្យគាត់យើងក៏មានច្បាប់មួយឲ្យគាត់ប្រឹងរកស៊ីសន្សំលុយទិញដីកន្លែងណាមួយនៅឲ្យបានព្រោះកន្លែងហ្នឹងមិនប្រកាសថាឲ្យអ្នកឯងនៅបានជាប់បានទេចឹងខ្ញុំត្រូវឲ្យពេលវេលាអ្នកឯងនៅទីនេះរយៈពេលប្រហែលឆ្នាំចឹងអ្នកឯងត្រូវរកលុយកូនចៅបងប្អូនទាំងអស់នឹងត្រូវជួយរកលុយគ្នាទិញដីកន្លែងណាមួយធ្វើផ្ទះនៅទៅជាកម្មសិទ្ធិខ្លួនឯងណាចឹងបើសិនជាយើងមានច្បាប់បែបហ្នឹងចេញមក